Suốt đây ăn xóm bị xe snow bùng tia prai bụng mai bong ôn ăn co bò khiêu ná cha hàng đàn nhé thưa tại ăn co bò khiêu với đặt lật toi cha đặt lật toiแบบนี้ធ្វើឲ្យអនសមកាន់តែមានរសជាតិឆ្ងាញ់ណាពុកម៉ែបងប្អូនហើយចំពោះពងទាក៏ឲ្យខាងយើងខ្ញុំហាលឲ្យស្ងួតដើម្បីអីដើម្បីកុំឲ្យមានជាតិឆ្អាបណាពុកម៉ែបងប្អូនមានអ្នកខ្លះគាត់ឆ្ងល់ថាដាក់ពងទាប្រៃចឹងតិចឆ្អាបទៅអត់ឆ្អាបទេចាព្រោះអីពងទាទាំងអស់ហ្នឹងនាងខ្ញុំគោះយកតែពណ៌ក្រហមហើយមួយទៀតដាក់ហាលឲ្យស្ងួតឲ្យឆ្អិនល្អណាពុកម៉ែបងប្អូនពេលដែលស្ងោរទៅអញ្ចឹងអត់មានរសជាតិអត់មានក្លិនឆ្អាបចាអត់មានក្លិនឆ្អាបជាប់ជាមួយនឹងពងទាទេចាហើយអន្សមនេះយើងវិចក្បាល4អញ្ចឹងអាចរក្សាទុកបានមួយសប្តាហ៍ហើយមួយវិញទៀតរាល់ការវិចរបស់នាងខ្ញុំអត់មានប្រើស្លឹកច្រើនទេណាពុកម៉ែបងប្អូនដូចជាពុកម៉ែបងប្អូនបានឃើញអញ្ចឹងចាមិននំធំនឹងដោយសារស្លឹកទេណាចាគឺអង្ករច្រើនគ្រឿងច្រើនហើយស្នូក៏ធំដែរបងប្អូននៅតាមខេត្តក៏អាចផ្ញើបានដែរណាចាព្រោះអីនំនេះអាចរក្សាបានមួយសប្តាហ៍អញ្ចឹងចំពោះបងប្អូននៅតាមខេត្តក៏មានការបារម្ភចាតិចថាងផ្ញើទៅខូចអត់ខូចទេនាងខ្ញុំមានបទពិសោធន៍ផ្ញើទៅច្រើនកន្លែងហើយចាឆ្ងាយណាស់អត់អីទេចា